នេះផ្លូវពីវត្តវត្តដងឧត្តមឬគេហៅថាភូមិព្រៃភ្ញីបាទហើយមកទៅបែកខាងកើតទៅវត្តភ្ញីមាសឬក៏វិទ្យាល័យភ្ញីមាសហើយយើងកាត់តាមនេះគឺថានេះគឺជាមណ្ឌលសុខភាពមណ្ឌលសុខភាពមណ្ឌលសុខភាពឃុំព្រៃផ្ដៅបាទវាថាឥឡូវហ្នឹងគឺម៉ែយើងកម្ពុជាយើងគឺរីកចម្រើនគួរសមហើយដែលតិចទៀតនឹងគ្រប់ឃុំនឹងអស់គឺមានមណ្ឌលសុខភាពមួយបាទចឹងឥឡូវនេះនៅឃុំព្រៃផ្ដៅរបស់ខ្ញុំនេះបាទឃុំព្រៃផ្ដៅនេះគឺមានការសាងសង់មណ្ឌលសុខភាពមួយឲ្យល្អមែនតើបាទនេះជាការគិតគូររបស់សាលាឃុំក៏ដូចជារដ្ឋាភិបាលហើយនេះគឺជាវត្តភ្ញីមាសបាទលបងវត្តភ្ញីមាសបាទវត្តភ្ញីមាសបាទហើយនោះផ្លូវទៅចេញទៅក្រៅទៅផ្លូវកៅស៊ូបាទទៅផ្លូវកៅស៊ូបាទដែលនៅខាងមុខហ្នឹងគឺមានវិទ្យាល័យនិងសាលាបឋមសិក្សាភ្ញីមាសផងដែរបាទអញ្ចឹងទីធ្លាខាងបូកវត្តភ្ញីមាសនេះគឺឥឡូវនេះគឺជាកន្លែងរបស់សាធារណជនរបស់រដ្ឋរបស់វត្តហើយគឺវត្តចាប់ផ្ដើមមិនវត្តទេគឺរដ្ឋាភិបាលបាទក៏ដូចជាសាលាឃុំព្រៃផ្ដៅនិងសហការបានកសាងជាមណ្ឌលសុខភាពមួយបាទស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ននេះបាទដែលមណ្ឌលសុខភាពមួយនេះមើលទៅស្អាតហើយមានកម្ពស់2ជាន់ហើយថាជាន់ផ្ទាល់ដីនិងជាន់ទី1បាទអាចថាជាន់ឡើងទឿឬក៏យ៉ាងម៉េចទេប៉ុន្តែគឺធ្វើសាងសង់នេះគឺគិតគូរអំពីខ្ញុំមើលទៅគិតគូរអំពីwheelchair ហៅថាគិតគូរអំពីអ្នកជំងឺដែលគាត់ឬក៏អ្នកដែលគាត់មិនអាចដើរបានគឺគាត់ប្រើប្រាស់ជិះរទេះឬក៏រទេះរុញណាបាទគាត់អាចឡើងតាមចដានេះបានហើយមានចដាធម្មតាហើយខាងក្រោមខ្ញុំគិតថាប្រហែលជាអាចជាកន្លែងទុកដាក់សម្ភារៈក៏ដូចជាអាចធ្វើបន្ទប់ផ្សេងសម្រាប់បម្រើឲ្យវិស័យសុខាភិបាលបាទវិស័យនេះផងដែរបាទអញ្ចឹងនៅផ្លូវនេះមានទឹកភ្លើងគ្រប់គ្រាន់បាទប៉ុន្តែផ្លូវអត់ទាន់ស្អាតឡើយទេផ្លូវប្រហែលជាធ្វើសាលាឃុំហើយផ្លូវនេះប្រហែលជាអាចនឹងបេតុងតាមដឹងអាចនឹងចាក់បេតុងផងដែរបាទខ្ញុំជិះកង់មកទេខ្ញុំជ្រាបថតបាទជ្រាបថតមើលដោយសារវាជាស្រុកខ្ញុំរស់នៅដែរអញ្ចឹងអរគុណសូមអរគុណហើយនៅពេលដែលមណ្ឌលសុខភាពនេះធ្វើរួចហើយខ្ញុំនឹងថតជូនអ្នកនរគ្នានៅក្នុង channel នេះបានទស្សនាបន្តទៀតបាទសូមអរគុណ